ថាឥឡូវក្មួយដែលរៀនថ្នាក់ទី9ទី8ទី9ដែលគាត់ទៅចូលវិទ្យាល័យគាត់អាចរៀនថ្នាក់ទី9ដល់11 12អញ្ចឹងពីថ្នាក់ទី9ចំថ្នាក់ទី9ទៅគាត់អាចរៀនកន្លងដែរទៅរៀនជាអ្នកជំនាញខាងអគ្គិសនីខាងអីតែម្ដងសម្រាប់ 3-4 ឆ្នាំទៅហើយចប់មានកម្រិតមួយដែលអាចស្មើបាក់ឌុបដូចគ្នាសម្រាប់ថ្ងៃក្រោយក៏ដែរមួយទៀតគឺទៅរៀនយកបាក់ឌុបទៅរៀនជីវវិទ្យាគីមីរូបស្អីប្រឡងម៉ាត់ដូចគេដូចឯងនេះទៅអញ្ចឹងយើងឲ្យរៀបចំដើម្បីធ្វើយ៉ាងណាប្រជាពលរដ្ឋរបស់យើងយុវជនរបស់យើងដែលទី1គាត់មិនទៅរៀននៅវិទ្យាល័យពីថ្នាក់ទី10ដល់ថ្នាក់ទី12ទៅយកបាក់ឌុបគាត់អាចចូលរៀនចំណាយ3ឆ្នាំនេះទៅរៀនយកជំនាញតែម្ដងចប់ពីនឹងគឺបានកម្រិតមួយដែលអាចថាថ្ងៃក្រោយគាត់ចង់ត្រឡប់ទៅយកបណ្ឌិតបញ្ញាបត្រយកអីគាត់អាច cross បាទអញ្ចឹងយើងមានធនធានមនុស្សដែលចេញទៅគឺថាតម្រង់ទិសទៅរកឧស្សាហកម្មមកបាទអញ្ចឹងបើគាត់មានចំណងចិត្តទៅថាថ្ងៃក្រោយគាត់ចង់ធ្វើខាងអគ្គិសនីគាត់ជឿចង់ IT គាត់ចង់ធ្វើការខាងកន្លែងផលិតរថយន្តរៀនខាង robot អញ្ចឹងបាច់ទៅពី10ទៅពីថ្នាក់ទី9ទៅពី10ចេញទៅរៀនដល់បងយើងបានអញ្ចឹងអាយុ18ឆ្នាំដូចគ្នាយើងបានទុនធានមនុស្សជាជាងចប់បាក់ឌុបឬមួយធ្លាក់បាក់ឌុបបានទៅរៀនយកជំនាញពីមួយឆ្នាំទៀតអញ្ចឹងការអនុវត្តនេះជាការអនុវត្តសារល្បងហើយខ្ញុំសង្ឃឹមថាយើងនឹងមានទុនធានមនុស្សព្រោះអត់ត្រូវការទាំងអស់គ្នាមកកន្លែងធ្វើការអត់ត្រូវការទាំងអស់គ្នាខ្លាយទៅជាអ្នករៀនខាង management ទាំងអស់ទៅធ្វើប្រធានគ្រប់គ្រងទាំងអស់1000នេះអត់ត្រូវការបាទរោងចក្រមួយសំបីតាអគារមួយនេះអត់ត្រូវការអ្នកគ្រប់គ្រង1000នាក់ទេឬមួយ100នាក់ទេដើម្បីឲ្យវាត្រូវការវិស្វករខាងម៉ាស៊ីនត្រជាក់ឬមួយក៏ជាងជំនាញខាងម៉ាស៊ីនត្រជាក់ខាងភ្លើងខាងទឹកខាងដេក័រខាងក្តុបអ្នកគ្រប់គ្រងមានតែម្នាក់ពីរនាក់ប៉ុណ្ណោះដែលសម្រាប់គ្រប់គ្រងទូទៅខាងជំនាញហិរញ្ញវត្ថុខាងអីផ្សេងអញ្ចឹងការដោះស្រាយបែបនេះគឺធានានៅប្រសិទ្ធភាពរបស់យើងអញ្ចឹងសូមឲ្យក្រសួងការងារនិងក្រសួងអប់រំឆ្នាំនេះអនុវត្តដើម្បីយើងយកមូលដ្ឋានក្នុងការវាយតម្លៃទំនុកយើងដាក់ចេញកម្រិតតាបាទហើយសំខាន់គឺត្រូវការធ្វើការផ្សព្វផ្សាយដើម្បីឲ្យមានការយល់